អត់គួរឲ្យគ្រីមប្រភេទនេះទៅកាន់ក្មេងប្រើដាច់ខាតលុះត្រាតែមានការណែនាំពីគ្រូពេទ្យដែរដោយសារតែគ្រីមប្រភេទនេះវាមានសារធាតុសកម្មខ្លាំងប៉ាកែលាបទៅឆាប់បាត់ប៉ុន្តែអត់ណែនាំឲ្យប្រើសម្រាប់ក្មេងតូចទេសូម្បីតែមនុស្សធំហ្នឹងករណីមួយចំនួនក៏គេអត់ឲ្យប្រើដែរដោយសារតែវាមានបេតាមេតាហ្សូនដែលជាប្រភេទស្តេរ៉ុយប៉ាកែខ្លាំងលាបទៅឆាប់បាត់ប៉ុន្តែមានផលរំខានច្រើនជាពិសេសទៅលើក្មេងតូចដូចជាធ្វើស្បែកស្ដើងងាយប្រតិកម្មទី2ដោះរោមច្រើនអញ្ចឹងអ្នកដែលប្រើលេលាពេលខ្លះក៏គេដាក់សារធាតុនឹងដែរដើម្បីធ្វើឲ្យស្បែកសស្ដើងអញ្ចឹងហើយបើឃើញដោះរោមច្រើនអីក៏អាចមានសារធាតុនឹងនៅជាមួយដែរហើយខ្លាំងជាងគេហ្នឹងគឺអាចធ្វើឲ្យឈឺក្បាលដឹងប្រភពពេលដោយសារតែបេតាមេតាហ្សូនហ្នឹងវាអាចជ្រាបចូលទៅក្នុងស្បែកចូលទៅក្នុងចរន្តឈាមអញ្ចឹងជាពិសេសទៅលើក្មេងតូចហ្មងត្រឡប់មកវិញការប្រើឱសថគេប្រើពីកម្រិតស្រាលទៅរកកម្រិតខ្ពស់ឬមួយសារធាតុសកម្មស្រាលទៅរកសារធាតុសកម្មខ្ពស់ទៅតាមលក្ខខណ្ឌរបស់ជំងឺមួយហើយយើងអត់គួរណាប្រើថ្នាំតាមគ្នាឬមួយក៏ប្រើម្ដងគឺយើងទៅរកកម្រិតខ្ពស់តែម្ដងឬមួយក៏ថ្នាំខ្លាំងតែម្ដងឯងអញ្ចឹងដោយសារខ្ញុំជួបករណីច្រើនហើយដែលគាត់ប្រើតរខ្លាំងតែម្ដងហើយទូទៅស្បែកគាត់ទៅជាស្ដើងងាយប្រតិកម្មងាយអីអញ្ចឹងហើយគាត់ប្រើរបស់ខ្លាំងហ្នឹងគឺលេងត្រូវអញ្ចឹងសម័យមើលបើយើងប្រើរបស់ខ្លាំងហ្នឹងលេងត្រូវយើងអត់មានរបស់វាពិបាកក្នុងការប្រើប្រាស់ថ្នាំណា